ចុះបើអ្នកចាប់កំណត់នៅសម័យអេស៊ីបុរាណវិញថ្ងៃទី1អ្នកបានកើតមកហើយអ្នកបានក្លាយជាកម្មសិទ្ធិរបស់នរណាម្នាក់រួចទៅហើយអ្នកគ្មានជំរើសហើយក៏គ្មានឈ្មោះដែរតាំងពីក្មេងមកអ្នកឃើញតែវាខ្សាច់កម្ដៅថ្ងៃដ៏សែនក្ដៅនិងខ្នងដ៏កោងវិវេរបស់ទាសករដតីទៀតដែលដូចជាអ្នកដែរឆ្នាំទី5អ្នកបានយល់ច្បាស់ហើយថាវាមិនមែនជាពេលវេលាសម្រាប់លេងសើចឡើយឆ្នាំទី10អ្នកធ្វើការរាល់ថ្ងៃអ្នកត្រូវដងទឹកអូសថ្មនិងដកដង្ហើមស្រូបយកធូលីដីកម្ដៅថ្ងៃកើនឡើងលើសពី40អង្សាសេស្បែករបស់អ្នកប្រេះស្រកាហើយនំប៉័ងរបស់អ្នកគឺស្រួយរស់ដោយសារគ្រាប់ខ្សាច់នៅចន្លោះធ្មេញរបស់អ្នកឆ្នាំទី15ដល់អាយុ15ឆ្នាំអ្នកត្រូវបានគេបញ្ជូនទៅការដ្ឋានសាងសង់ពីរ៉ាមីតថ្មមួយដុំមានទម្ងន់លើសពី2តោនអ្នកត្រូវរុញទាញនិងប្រឹងអស់ពីកម្លាំងកាយរួមជាមួយទាសកររាប់រយអ្នកផ្សេងទៀតដល់អាយុ20ឆ្នាំលាក់ឆ្អឹងរបស់អ្នកបានសឹកអស់ជាមនុស្សចាស់ទៅហើយអ្នកលែងសួរសំណួរអ្វីទាំងអស់អ្នកមានតែការអត់ធ្មត់ប៉ុណ្ណោះឆ្នាំទី30នោះជាច្រើនរស់មិនដល់អាយុ30ឆ្នាំផងកម្ដៅថ្ងៃនិងការហត់នឿយខ្លាំងពេកបានឆក់យកជីវិតពួកគេក្រោយអ្វីដែលអាក្រក់បំផុតនោះគឺអ្នកមិនអាចសូម្បីតែស្រមៃថាជីវិតអាចនឹងមានភាពខុសប្លែកពីនេះឡើយអ្នកមិនដែលធ្លាប់ស្រមៃដល់ពិភពលោកមួយដែលគ្មានច្រវាក់ខ្នោះខ្នៀងនោះទេ